ព្រំដែនរបស់យើងជាព្រំដែនពោពេញទៅដោយសន្តិភាពព្រំដែនមិត្តភាពនិងព្រំដែនសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍតំបន់នេះខ្ញុំជាមួយអាដាមផាំបញ្ចេញមានគោលបំណងដើម្បីថ្ងៃក្រោយយើងអាចបើកជាច្រកទ្វារអន្តរជាតិនៅពេលសមស្របថ្ងៃនេះយើងមិនទាន់អាចប្រកាសបានដោយសារត្រូវនៅធ្វើកិច្ចការងារមួយចំនួនទៀតហើយត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធខ្ញុំក៏សូមចង្អុលបង្ហាញតែម្ដងទៅផ្លូវដែលយើងធ្វើពីកោះស្មោមកនេះវាមានត្រឹមតែ8ម៉ែត្រទេសូមឲ្យអាដាមសុនចន្ទថុលចាប់ផ្ដើមពង្រីកវាយ៉ាងហោចណាស់ឲ្យប៉ុនផ្លូវជាតិលេខ7